ចូលមកដល់វិញ្ញាសាទី43ហើយបងប្អូនចឹងបងប្អូនយើងកុំភ្លេចណាបានបដោតសំខាន់គឺគុយ CM ដើម្បីជាប់វគ្គ1ចឹងយើងត្រូវខំទិញខំមើលមេរៀនមែនតើណាបងប្អូនបាទតោះចឹងយើងចាប់ផ្ដើមកុំឲ្យយូរសំណួរទី1តើស្នាដៃអក្សរសិល្ប៍1ចែកចេញជាប៉ុន្មានផ្នែកបាទចឹងស្នាដៃអក្សរសិល្ប៍1គេចែកចេញជា3ផ្នែកគឺផ្ដើមរឿងតួរឿងនិងបញ្ចប់រឿងហ្នឹងគេសួរជាផ្នែកចុះបើគេសួរថាដើម្បីសិក្សាអត្ថបទរឿងណាមួយតើគេត្រូវវិភាគលើចំណុចធំៗចំនួនប៉ុន្មានបាទអញ្ចឹងគេត្រូវវិភាគសំខាន់ទៅលើចំណុចធំៗចំនួន3ដែរគឺអត្ថរូបអត្ថន័យនិងអត្ថរសបាទឬក៏យើងនិយាយអត្ថន័យអត្ថរូបក៏បានដែរណាបន្តដំណេចដែលហៅថាប្រធានរឿងឬក៏មូលន័យបាទប្រធានរឿងឬមូលន័យអញ្ចឹងប្រធានរឿងគឺជាគំនិតសំខាន់របស់រឿងឬជាបញ្ហារួមរបស់រឿងដែលអ្នកនិពន្ធចង់បង្ហាញដល់អ្នកអានអញ្ចឹងសំខាន់គឺជាគំនិតសំខាន់របស់រឿងហ្នឹងតែម្ដងឬក៏ជាបញ្ហារួមរបស់រឿងមានន័យថារឿងហ្នឹងមួយតើអ្វីជាបញ្ហាធំចម្បងឬក៏គំនិតធំចម្បងនៅក្នុងរឿងហ្នឹងគេហៅថាប្រធានរឿងបាទដល់ពេលមូលបញ្ហារឿងវិញមូលបញ្ហារឿងគឺជាគំនិតសំខាន់បញ្ហាចម្បងដូចនឹងប្រធានរឿងដែរវាសំខាន់ដែរក៏ប៉ុន្តែដែលតាក់ទងនឹងប្រធានបទរបស់រឿងឬអត្ថបទមានន័យថាវាតាក់ទងនឹងប្រធានរឿងឯងអញ្ចឹងបើយើងអាចវិភាគឲ្យយល់ឲ្យងាយយល់គឺប្រធានរឿងគឺជាបញ្ហាធំគ្រប់ដណ្ដប់រឿងទាំងមូលឯមូលបញ្ហារឿងគឺជាបញ្ហាឬក៏គំនិតតូចដែលលំអិតពណ៌នាទៅលើប្រធានរឿងបាទអញ្ចឹងបើយើងឧបមាមួយទៀតនៅក្នុងសំណេរតែងសេចក្តីប្រធានរឿងនេះប្រៀបដូចជាគំនិតសំខាន់បាទសំដៅប្រធានរឿងប្រៀបដូចជាប្រធានសំណេរឯមូលបញ្ហារឿងប្រៀបដូចជាគំនិតសំខាន់ងាយយល់បែបហ្នឹងណាបន្តតើខ្មែរយើងបានខ្ចីតួអក្សរអ្វីមកប្រើបងប្អូនមានដឹងទេថាយើងតួអក្សរដែលយើងប្រើសប្តាហ៍ហ្នឹងយើងមានការខ្ចីមកពីគេខ្លះបាទតើយើងខ្ចីតួអក្សរអ្វីយកមកប្រើអញ្ចឹងចម្លើយគឺយើងខ្ចីតួអក្សរបាទឥណ្ឌាប្រាមីគឺអក្សរឥណ្ឌាភាគខាងត្បូងបាទគឺតួអក្សរឥណ្ឌាប្រាមីតើអក្សរខ្មែរមានការវិវត្តប៉ុន្មានលើកគេនិយាយសំណួរល្អបងប្អូនអញ្ចឹងអក្សរខ្មែរយើងមានការវិវត្ត10លើកបាទ10លើកអញ្ចឹងទម្រាំយើងប្រើដូចសប្តាហ៍ថ្ងៃនេះឆ្លងកាត់ការវិវត្តជាច្រើនមកហើយបងប្អូនមើលណា10លើកហើយបាទបន្តតើអក្សរសិល្ប៍ខ្មែរមានការវិវត្តប៉ុន្មានលើកលើនេះអក្សរសិល្ប៍ម្ដងអញ្ចឹងអក្សរសិល្ប៍ខ្មែរយើងមានការវិវត្ត3លើកដែរបាទ3លើកគឺអក្សរសិល្ប៍សម័យបុរាណអក្សរសិល្ប៍សម័យកណ្ដាលនិងអក្សរសិល្ប៍សម័យទំនើបបាទបន្តតើអក្សរសម័យបុរាណគិតចាប់ពីពេលណាដល់ពេលណានេះអក្សរសិល្ប៍សម័យបុរាណនេះបាទសំដៅអក្សរសម័យបុរាណណាអក្សរសម័យបុរាណគេគិតពេលណាដល់ពេលណាអញ្ចឹងអក្សរសម័យបុរាណគេគិតចាប់ពីសតវត្សទី1ដល់សតវត្សទី15បាទសតវត្សទី15បន្ទាប់មកអក្សរសិល្ប៍សម័យបុរាណទទួលឥទ្ធិពលពីសាសនាហើយអក្សរសិល្ប៍សម័យបុរាណគិតចាប់ពីពេលណាដល់ពេលណាមុននោះអក្សរសម័យបុរាណឥឡូវអក្សរសិល្ប៍គឺសតវត្សទី1ដល់ឆ្នាំ1431អញ្ចឹងអានេះក៏សតវត្សទី15ដែរបាទបើយើងគិតទៅបាទអញ្ចឹងមានន័យថាអក្សរសិល្ប៍បុរាណក៏ដូចជាអក្សរបុរាណគឺការបច្ឆេទវាដូចគ្នាអរគុណបងប្អូនចឹងយើងស្លេះប៉ុណ្ណឹងបងប្អូនចាប់អារម្មណ៍ចង់រៀនបងប្អូនសមត្ថភាពកុំភ្លេចតាក់ទងមកលោកគ្រូណាបាទអាចចុះឈ្មោះចូលរៀនពេលនេះដើម្បីពង្រឹងសមត្ថភាពយកទៅប្រឡងតាក់ទង Telegram នេះណាបងប្អូនបាទអញ្ចឹងយើងចាំជួបគ្នានៅវិញ្ញាសាក្រោយ